បងប្អូនអរគ្នាថ្មីនេះក្រុមហ៊ុន NVIDIA ហើយនិង Nokia បើកដំណើរការប្រកាសអំពីយុគសម័យ AI សម្រាប់វិស័យទំនាក់ទំនងទូរគមនាគមន៍ដែលបានប្រកាសនៅក្នុងព្រឹត្តិការណ៍ NVIDIA GTC ក្រុមហ៊ុនបានណែនាំថា NVIDIA Aren Computer Pro ជា platform គណនាបែបបង្កើនល្បឿនដែលបានធ្វើរួចរាល់មកហើយសម្រាប់បច្ចេកវិទ្យា 6G ហើយ Nokia នឹងប្រើ platform របស់ NVIDIA ដើម្បីបង្កើតផលិត AI RAN ថ្មីសម្រាប់ប្រើប្រាស់នៅជុំវិញពិភពលោកហើយ T-Mobile ក៏កំពុងសហការជាមួយនឹង Nokia NVIDIA ដើម្បីបញ្ចូលប្រព័ន្ធ AI RAN ចូលទៅក្នុងបច្ចេកវិទ្យា 6G ផងដែរលោក Jensen Huang នាយកប្រតិបត្តិរបស់ NVIDIA បាននិយាយថាស្ថាបនាឡើងលើបច្ចេកវិទ្យា NVIDIA CODA និង AI ប្រព័ន្ធ AI RAN នឹងផ្លាស់ប្ដូរវិស័យទូរគមនាគមន៍ផ្លូវការផងដែរជាមួយនឹង Nokia និងប្រព័ន្ធទូរគមនាគមន៍អាមេរិកយើងកំពុងបញ្ចេញប្រជែងនៃបដិវត្តថ្មីនេះចឹងបងប្អូនកាន់តែទំនើបហើយឥឡូវដល់ 6G ជាមួយនឹង AI របស់ NVIDIA ដែលសហការជាមួយនឹង Nokia យើងចាំមើលទៅមុខទៀតថាគេនឹងដាក់ឲ្យប្រើប្រាស់ផ្លូវការនៅពេលណា